បាទជាបឋមសូមគោរពទៅដល់បងប្អូនទស្សនិកជនទាំងអស់ដែលនិយមតាមដានរាល់ការផ្សាយចេញពីអង្គភាពសារព័ត៌មានរស្មីនាគមាសបាទព្រឹកនេះផងដែរគឺព្រឹកថ្ងៃទី11ខែមករាឆ្នាំ2026បាទខ្ញុំសូមអត្ថាធិប្បាយក៏ដូចជាផ្សាយព័ត៌មានលម្អិតពាក់ព័ន្ធនឹងករណីបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ប្រភពនិងជាចំណុះជើងវត្តនៅវត្តសម្រិទ្ធជ័យយារាមស្ថិតនៅក្នុងភូមិចំកោះឃុំកោះអណ្ដែតស្រុកស្រីសន្ធរខេត្តកំពង់ចាមដែលកាលពីម្សិលមិញនេះនៅព្រឹកថ្ងៃទី10ខែមករាគឺខ្ញុំបានចុះទៅដល់ទីតាំងវត្តអារាមដែលបងប្អូនបានរាយការណ៍មកកាន់អង្គភាពយើងពាក់ព័ន្ធនឹងព្រះគ្រូចៅអធិការវត្តបានជួលក្រុមជាងទៅវាយកំទេចនៅជញ្ជាំងវិហារបុរាណមួយដែលបានចុះជាសម្បត្តិបេតិកភណ្ឌរួចហើយនេះបើយោងទៅតាមមន្ត្រីពាក់ព័ន្ធដែលខ្ញុំបានខលសម្ភាសក៏ដូចជាមានការលើកឡើងពីបងប្អូនម្ចាស់ប្រភពជាពិសេសនោះគឺចាស់ព្រឹទ្ធាចារ្យដែលនៅទីនោះផ្ទាល់តែម្ដងហើយអាយុកាលព្រះវិហារនេះផងដែរយោងតាមការលើកឡើងពីមេគុណខេត្តកំពង់ចាមគឺបានបញ្ជាក់ប្រាប់មកអង្គភាពរស្មីនាគមាសយើងឲ្យដឹងថាអាយុកាលព្រះវិហារនេះគឺមានអាយុកាល121ឆ្នាំហើយព្រះវិហារនេះផងដែរក៏បានចាត់ចូលជាសម្បត្តិបេតិកភណ្ឌចុះបញ្ជីរួចរាល់ហើយដែរអញ្ចឹងខ្ញុំជាអ្នកសារព័ត៌មានគឺផ្សាយទៅតាមការលើកឡើងការបកស្រាយរបស់ភាគីពាក់ព័ន្ធតែប៉ុណ្ណោះហើយចំណែកខាងច្បាប់អនុវត្តចំពោះបុគ្គលដែលបានប្រព្រឹត្តយ៉ាងណានោះគឺស្ថិតនៅលើអាជ្ញាធរមន្ត្រីជំនាញតែប៉ុណ្ណោះបើរកឃើញថាការខូចខាតមានទំហំប៉ុណ្ណាអនុវត្តទោសប៉ុណ្ណាអានោះគឺមានតែអ្នកច្បាប់ឬមួយមន្ត្រីពាក់ព័ន្ធទទួលបន្ទុកកិច្ចការងារនេះទេហើយក្រោយពីខ្ញុំបានចុះទៅដល់គឺឃើញសកម្មភាពជញ្ជាំងរៀបដល់ដីដោយសារការវាយកំទេចពីក្រុមជាងដោយមានការជួលផ្ទាល់ពីព្រះគ្រូចៅអធិការហើយគំនូរនៅតាមព្រះវិហារនេះបងប្អូនឃើញហើយគឺជាគំនូរដែលគូរតាំងពីជាង100ឆ្នាំមុនទីកន្លែងសក្ការៈបូជាព្រះពុទ្ធបដិមាជាទីកន្លែងសក្ការៈមួយតាំងពីបុរាណមកសម្រាប់ពុទ្ធបរិស័ទចំណុះជើងវត្តក៏ដូចជាទីចិត្តទីឆ្ងាយទាំងអស់ដែលគាត់មានបំណងចូលបុណ្យចូលសទ្ធាជ្រះថ្លាអីផ្សេងគឺគាត់មានជំនឿជាក់នៅលើទីតាំងកន្លែងនេះគឺគាត់តែងតែមកអុជធូបបន់ស្រន់នៅទីតាំងនេះបាទហើយយើងឃើញហើយវិហារនេះថ្មីត្បិតតែមានអាយុកាលយូរក៏ពិតមែនប៉ុន្តែក៏មិនទាន់មានសំណង់ពុកផុយប្រេះបាទធ្វើឲ្យប៉ះពាល់ទៅដល់ពលរដ្ឋពុទ្ធបរិស័ទដែលចូលទៅទីតាំងនោះដែរហើយបំណែកថ្មបំណែកជញ្ជាំងនេះគឺវាធ្លាក់រៀបដល់ដីនេះគឺដោយសារស្នាដៃមនុស្សជាអ្នកបំផ្លាញហើយខ្ញុំក៏បានជួបបាទសម្ភាសបឋមជាមួយនឹងព្រះគ្រូចៅអធិការវត្តដែរលោកក៏បានសារភាពថាការវាយកំទេចនេះគឺលោកបានជួលក្រុមជាងមកវាយកំទេចដោយអង្គឯងហើយខ្ញុំក៏សួរបន្តទៀតថាអ្នកណាជាអ្នកនៅពីក្រោយខ្នងរឿងនេះគឺលោកបានបញ្ជាក់បន្ថែមថាគឺម្ចាស់ទៀនហើយខ្ញុំក៏សួរដេញដោលលោកទៀតថាម្ចាស់ទៀននោះនៅទីណាខ្ញុំសូមលេខគាត់ដើម្បីបានកិច្ចសម្ភាសពាក់ព័ន្ធនឹងជុំវិញករណីហ្នឹងអញ្ចឹងគោព្រះអង្គបានឆ្លើយបាទមានសង្ឃដីកាបន្ថែមថាម្ចាស់ទៀនហ្នឹងគឺនៅនឹងទល់មុខខ្លោងទ្វារវត្តទល់មុខវត្តនឹងផ្ទាល់តែម្ដង
ទោះជាយ៉ាងណាក៏ដោយយើងមិនអាចទំនាក់ទំនងជាមួយនឹងម្ចាស់ទាននេះបានទេដោយកាលពីម្សិលមិញនេះខ្ញុំឲ្យអនុភូមិបាទសុំលេខក៏ដូចជាអញ្ជើញគាត់មកវត្តអារាមដែរប៉ុន្តែមិនបានព័ត៌មានឆ្លើយតបមកវិញទាល់តែសោះបាទហើយបងប្អូនក៏បានឃើញនៅសកម្មភាពពលរដ្ឋដែលបានទៅច្រើនកកកហើយនេះទៅតែមកចំណែកទូចទេបាទបងប្អូនពលរដ្ឋផ្សេងទៀតគឺគាត់ថ្ងៃនោះជាប់កម្មវិធីការគេហើយមួយទៀតគឺគាត់ទៅស្រែទៅចំការដោយមិនបានដឹងព័ត៌មានថាសារព័ត៌មានយើងចុះទៅដល់ទីនោះទេហើយមួយវិញទៀតពាក់ព័ន្ធនឹងការវាយកំទេចនេះផងដែរព័ត៌មានមួយនេះគឺខ្ញុំបានរាយការណ៍ជូនខាងអ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈរួចហើយកាលពីម្សិលមិញនេះហើយអញ្ចឹងខាងក្រសួងវប្បធម៌ក៏បានទទួលព័ត៌មាននេះរួចហើយដែរហើយខាងក្រសួងក៏បានឆ្លើយតបមកកាន់ខ្ញុំវិញថារឿងនេះគឺខាងក្រសួងកំពុងតែឲ្យអាជ្ញាធររៀបចំឯកសារពាក់ព័ន្ធនឹងករណីនេះបញ្ជូនទៅក្រសួងវប្បធម៌ដើម្បីខាងមន្ត្រីជំនាញមកវាយតម្លៃទៅលើការខូចខាតជាក់ស្ដែងហើយយ៉ាងណានោះជនដែលបង្កពលរដ្ឋជឿជាក់ថានឹងមានចំណាត់ការផ្លូវច្បាប់ឲ្យបានតឹងរឹងចំពោះបុគ្គលដែលបានប្រព្រឹត្តនៅសកម្មភាពនិងទង្វើមួយនេះហើយមួយវិញទៀតពាក់ព័ន្ធនឹងរឿងអាស្រូវចំពោះព្រះគ្រូចៅអធិការវត្តនៅទីនេះគឺមិនត្រឹមតែមានរឿងមួយនេះទេបាទគឺមិនត្រឹមតែមានរឿងដែលបញ្ជាជាងឲ្យវាយកំទេចនៅជញ្ជាំងវិហារបុរាណមួយនេះទេគឺកាលពីប្រហែលជា2ឆ្នាំមុនយោងតាមម្ចាស់ប្រភពដែលជាពលរដ្ឋចំណុះជើងវត្តនៅទីនេះបានផ្ដល់ព័ត៌មានមកដល់អង្គភាពយើងថាធ្លាប់មានរឿងអាស្រូវពាក់ព័ន្ធនឹងស្រីយាយថែមទៀតផងហើយរឿងអាស្រូវមួយនេះក៏ពលរដ្ឋម្ចាស់ប្រភពដែលជាចំណុះជើងវត្តបានធ្វើលិខិតពាក្យបណ្ដឹងទៅអាជ្ញាធរពាក់ព័ន្ធដែរប៉ុន្តែគិតចាប់ពីពួកគាត់បានដាក់ពាក្យបណ្ដឹងមកទល់ត្រឹមម៉ោងនេះគឺមិនទាន់មានការឆ្លើយតបជាក់លាក់ណាមួយពីអាជ្ញាធរពាក់ព័ន្ធនៅឡើយទេជុំវិញលោកដែលមានរឿងស្រីពាក់ព័ន្ធនឹងស្រីនៅក្នុងវត្តហើយជុំវិញនឹងការចោទប្រកាន់ព្រះគ្រូចៅអធិការត្រង់ចំណុចដែលមានស្រីមានញីនេះដែរយើងក៏បានព្យាយាមបាទអង្គភាពយើងក៏បានព្យាយាមសម្ភាសព្រះគ្រូចៅអធិការនឹងបន្ថែមទៀតប៉ុន្តែព្រះគ្រូចៅអធិការគឺព្យាយាមមិនឆ្លើយតបក្រោយពីពលរដ្ឋបានទៅគូសទ្វារCô muốn trên theo chứ nó không Chanh mau đây Đây kia chanh ទោះជាមានពលរដ្ឋច្រើនកកកទៅរងចាំព្រះអង្គដើម្បីឲ្យព្រះអង្គយាងមកឆ្លើយបំភ្លឺជុំវិញនឹងករណីទាំងអស់នេះប៉ុន្តែមិនបាននិមន្តមកនោះទេទោះជាមានពលរដ្ឋបាទទៅគូសទ្វាររងចាំយ៉ាងណាក៏ដោយក៏នៅតែសំងំមិនបើកទ្វារចេញដែរបាទយើងក៏មិនដឹងថាមូលហេតុអីដែរតែក្រោយពីការផ្សាយកុំឲ្យថាអង្គភាពយើងមូលហេតុអីបានមិនទៅសម្ភាសលោកនៅទីវត្តអារាមនោះដែរអញ្ចឹងគឺអង្គភាពយើងព្យាយាមរិះរកគ្រប់មធ្យោបាយហើយដើម្បីឲ្យមានការឆ្លើយតបនិងមានសុក្រិតភាពនៅក្នុងការផ្សាយនៅព័ត៌មាននេះហើយព័ត៌មានមួយនេះក៏ខ្ញុំគិតថាគ្រប់ជ្រុងជ្រោយហើយដែរដោយសារទី1យើងបានទៅឃើញសកម្មភាពជាក់ស្ដែងនៅការវាយកំទេចរៀបដល់ដីចំពោះជញ្ជាំងវិហារមួយនេះហើយមួយវិញទៀតគឺពាក់ព័ន្ធនឹងការសម្ភាសជាមួយម្ចាស់ប្រភពពុទ្ធបរិស័ទហើយមួយវិញទៀតគឺពាក់ព័ន្ធជាមួយនឹងអាជ្ញាធរគឺបានសម្ភាសជាមួយនឹងលោកមេភូមិបាទហើយនឹងលោកអភិបាលស្រុកតែអភិបាលស្រុកគាត់បានឆ្លើយមកថាជាប់ប្រជុំហើយសម្ភាសជាមួយនឹងប្រធានការិយាល័យសង្គមកិច្ចសម្ភាសជាមួយនឹងមេគុណខេត្តបាទអញ្ចឹងព័ត៌មាននេះគឺយើងគិតថាគ្រប់ជ្រុងជ្រោយហើយបាទព្រោះអីជាទម្លាប់អង្គភាពខ្ញុំមុននឹងផ្សាយព័ត៌មានគឺស្រាវជ្រាវបាទរាល់ប្រភពពាក់ព័ន្ធនឹងបុគ្គលណាអាជ្ញាធររូបណាយើងព្យាយាមសម្ភាសពួកគាត់
បាទអញ្ចឹងគឺយើងជួបជាមួយនឹងពលរដ្ឋម្ចាស់ប្រភពពេលនេះតែម្ដង ខ្ញុំបាទឈ្មោះវ៉ាថុលស្ថិតនៅចំណុះជើងវត្តសម្រាប់ទីយារាមហៅវត្តកណ្ដាលស្ថិតនៅភូមិចុងកោះឃុំកោះអណ្ដែតស្រុកត្រេនថោខេត្តកំពង់ចាមមូលហេតុដែលវាយកំទេចរបស់បុរាណនេះដោយសារមានមូលហេតុថាមុននឹងវាយមុននឹងធ្វើអត់មានទៅហៅថាឆ្លងបន្តិពីពុទ្ធបរិស័ទនៅជើងវត្តហើយនឹងអាជ្ញាធរដែនដីទេហើយវត្ថុបុរាណមួយនេះមានអាយុកាលរាប់រយជាង100ឆ្នាំនេះដោយសារហេតុអីបានជាចាស់សុំច្បាប់មិនឲ្យធ្វើមិនឲ្យជួសជុលមិនឲ្យវាយកំទេចចោលដល់ធ្វើពហិថ្មីដោយសារមូលហេតុគេទុកពហិនេះជាបៃតេគុភ័ណ្ឌជាទៅហើយអញ្ចឹងហើយហេតុអីបានគេមិនធ្វើគេទុកជាសម្បត្តិជាតិតែមូលហេតុដែលវាយនេះគ្មានឆ្លងមតិពីអ្នកណាទេហើយបុគ្គលដែលវាយគឺប្រជាអត្តការវត្តប្រចាំនៅវត្តនឹងតែម្ដងអូបាទខ្ញុំនឹងពុទ្ធបរិស័ទទាំងអស់មិនឯកភាពនឹងវាយកំទេចទេហើយសម្បត្តិទាំងអស់នេះវាចូលជារបស់ជាតិទៅហើយខ្ញុំចង់ឲ្យរក្សាទុកធាតុដើមនៅកំទេចកំទីឲ្យអញ្ចឹងនៅទៅដែរទាំងអស់ទុកជាផុសតាងអត់ឲ្យមកយកត្រាទេបាទអញ្ចឹងខ្ញុំមិនថាម៉េចទេគ្រាន់ថាឲ្យច្បាប់ជួយគិតគូរដោះស្រាយតើបុគ្គលនឹងត្រូវច្បាប់ឬខុសច្បាប់បើបុគ្គលត្រូវខុសច្បាប់តើបុគ្គលនឹងត្រូវមានទោសបែបណាទៅតាមផ្លូវច្បាប់ខ្ញុំឥឡូវនេះវាថាបំពេញបន្ថែមនៅរឿងអាស្រូវក្នុងវត្តនេះវាកន្លងមករយៈពេល 2-3 ឆ្នាំហើយមានរឿងអាស្រូវដោយសារមានស្រីញីនិយាយចឹងត្មងទៅខ្ញុំនិយាយហេក៏លោកក៏ត្រូវអ្នកណាអ្នកមានស្រីញីហ្នឹងលោកចៅអធិការអញ្ចឹងពនាមឲ្យព្រះគ្រូចៅអធិការខ្ញុំមិនដឹងទេដឹងតែគ្រូម៉ៅបាទម៉ៅខ្ញុំអត់ដឹងថាព្រះគ្រូចៅអធិការវត្តអីហើយគុំនៅវត្តអីស្ថិតក្នុងភូមិអីឃុំអីស្រុកអីខេត្តអីប្រាប់ឲ្យគេបានស្ដាប់ផងសម្រិទ្ធជ័យយារាមហៅវត្តកណ្ដាលស្ថិតនៅក្នុងភូមិចុងកោះឃុំកោះអណ្ដែតស្រុកត្រេនថោប៉ុន្តែរបាយការណ៍ខ្ញុំធ្វើពាក្យបណ្ដឹងនឹងវាច្រើនហើយច្រើនលើកច្រើនថាផ្ញើទៅហើយប៉ុន្តែហៅថាមួយមកបិទពីរមកបិទអត់រកខុសត្រូវឲ្យទេបើរកខុសត្រូវឲ្យខ្ញុំអស់ចិត្តខាងខ្ញុំខុសគឺខ្ញុំទទួលកំហុសបើខាងខាងទៀតលោកខុសឲ្យទទួលកំហុសទៅខ្ញុំហ៊ាននិយាយហ៊ានទទួលខុសត្រូវខ្ញុំមានសាក្សីជាច្រើនដែលសំអាងហើយបើជួយលម្អិតផងពាក់ព័ន្ធនឹងមានរឿងស្រីញីនឹងមានរឿងអាស្រូវនឹងលក្ខណៈលោកទៅក្រៅទីវត្តអារាមឬមួយមាននៅក្នុងវត្តអារាមហ្នឹងក្នុងវត្តទេជាស្រីកំណាន់ប៉ុន្តែរឿងនេះជាក់ស្ដែងទៅក្នុងថាហៅថាបុគ្គលខ្លួនឯងដើរនិយាយប្រាប់ខ្លួនឯងអ្នកដតីផ្សេងមិនមែនជារឿងលាក់បាំងគេថតឃើញទេអញ្ចឹងណាព្រោះហេតុអីបានថាអញ្ចឹងប្រាប់ពីមួយទៅមួយប្រាប់ពីមួយទៅមួយខ្ញុំក៏គេប្រាប់ថាខ្ញុំស្រឡាញ់ចេះស្រឡាញ់ចុះអញ្ចឹងណាហើយទី1ទី2ទៀតជាក់ស្ដែងគឺគេយកចង្ហាន់មកពីវេនគេយកចង្ហាន់មកវាអ្នកម្នាក់ទៀតនៅចាំនៅក្រៅហ្នឹងឈ្មោះស្រីអញ្ចឹងនិយាយច្បាស់ហើយគេថាអត់ឃើញយកចង្ហាន់មកគេហៅមកចេញមកនៅយូរម៉េះចេញមកយូរម៉េះនៅក្នុងឡាឆានវាមានទ្វារ2ជាន់អញ្ចឹងទ្វារ2ជាន់ទ្វារមួយមុខទ្វារមួយគឺក្រោយក្នុងបន្ទប់ទៅហេតុអីយើងជាស្ត្រីហើយយើងជាប្រសងហេតុអីទៅក្នុងបន្ទប់នឹងតែ2នាក់ហើយរយៈពេលច្រើនម៉ោងកើតដែរហើយខុសច្បាប់ឬមិនខុសហើយរឿងហ្នឹងកើតប្រហែលឆ្នាំហើយពូយូរនោះ2ឆ្នាំហើយប៉ុន្តែគេអត់រកខុសត្រូវឲ្យឃើញក្នុងកំឡុងឆ្នាំគេបិទបាំងលាក់បាំងក្នុងកំឡុងឆ្នាំប្រហែលពូចាមហ៎23-24ហើយក្រោយពីការរឿងអញ្ចឹងមកពលរដ្ឋក៏គាត់មានការស្នើសុំប្តឹងទៅអាជ្ញាធរអីពាក់ព័ន្ធអញ្ចឹងទៅប្តឹងហើយអីហើយរឿងហ្នឹងអត់មានដោះស្រាយឲ្យពលរដ្ឋទេបាទហើយប្រឌិតមេដៃរាប់ហើយសុំសួរពូបន្តទៀតពេលដែលប្តឹងហ្នឹងប្តឹងទៅអាជ្ញាធរឃុំឬមួយអាជ្ញាធរស្រុកឬមួយអាជ្ញាធរខេត្តអាជ្ញាធរឃុំស្រុកខ
ខេត្តខ្ញុំមកដឹងទេប៉ុន្តែខ្ញុំដាក់ពាក្យបណ្ដឹងអស់ហើយមានស្នាមមេដៃរាប់រយទៅហើយប៉ុន្តែតាំងពីសម្ដេចគេហៅថាមេគុណខេត្តមកគាត់ទៅសួរនាំទៅបាត់ ហើយសំខាន់ពូមួយទៀតពាក់ព័ន្ធនឹងឯកសារបណ្ដឹងហ្នឹងតើពូមានដែរបានគប់2ទុកហ៎គប់2ទុកតាអូចាំយកផ្ដល់ឲ្យខាងសារព័ត៌មានយើងផងដើម្បីបានផ្សាយទៅគឺមានឯកសារថាណែក្នុងអំឡុងឆ្នាំប៉ុណ្ណនេះគឺធ្លាប់មានរឿងអាស្រូវពលរដ្ឋធ្លាប់បានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរតែដល់ឡែកអាជ្ញាធរមិនទាន់រកខុសរកត្រូវជូនពលរដ្ឋតាមអ្វីដែលគាត់បានប្តឹងទេបាទអញ្ចឹងចាំផ្ដល់នៅឯកសារនោះផងព្រោះខ្ញុំព័ត៌មានត្រូវការទាំងឯកសារត្រូវការទាំងភ័ស្តុតាងសពបែបយ៉ាងដើម្បីយើងផ្សាយទៅគឺមានគ្រប់គ្រាន់មិនគ្រាន់តែនិយាយហើយដល់ពេលរួចអត់មានឯកសារខ្ញុំក៏ពិបាកដែរប៉ុន្តែអ្វីដែលជាការអះអាងនោះគឺពូក៏ដូចជាពលរដ្ឋផ្សេងជាម្ចាស់ប្រភពនេះគឺអះអាងដោយគេហៅថាទំនួលខុសត្រូវព្រោះខ្ញុំអត់បានដឹងរឿងហ្នឹងទេដឹងក្រោយពីពូបានផ្ដល់កិច្ចសម្ភារហ្នឹងឥឡូវខ្ញុំសួរប្រទេសមហាជនអញ្ចឹងមែនអត់បាទហើយពាក្យនេះគេហៅឯកសារតម្កល់ទុកនៅសាលាឃុំមួយនឹងទៅខាងស្រុកទៅខាងខេត្តធ្វើ3 4ច្បាប់ប៉ុន្តែមកបិទឈឹងគាត់ទៅសួរនាំតិចតួចក្រសួងធម្មការស្រុកមកមែនតើនៅកន្លែងឃុំគេហៅឲ្យស្បត់ចូលឡើងហ៊ានស្បត់ដែរមកដល់នៅទីអារាមវត្តហ្នឹងគេហៅឲ្យចូលឡើងពហិកុំចូលដែរស្បត់កុំហ៊ានស្បត់ដែរបាទអរគុណពូណាហើយអ្នកគ្រប់គ្រងនឹងយូរមានតែបន្តិចដល់យូរទៅចេះតែទៀតឆ្ងាយទៅឥឡូវបាក់បែកជា2ហើយខ្លះទៅរត់ទៅវត្តនេះខ្លះរត់ទៅវត្តនោះយើងបាក់បែកតាមពីអស់ហើយអញ្ចឹងខ្ញុំចង់ឲ្យដោះស្រាយហើយដើម្បីយកល្អឲ្យពុទ្ធបរិស័ទទាំងអស់មូលនេះមកវិញដើម្បីគេហៅថាភូមិស្រុកយើងវត្តយើងធ្វើបុណ្យធ្វើទានឲ្យបានសម្បូរសប្បាយលោកលើដាក់គ្នាកុំឲ្យមានមើលមុខពាក់មុខដាក់គ្នាអញ្ចឹងបាទអរគុណច្រើនពូណាអរគុណបាទខ្ញុំបាទឈ្មោះជុកិនបាទតែខ្ញុំមានចម្ងល់មួយថាហេតុអីលោកដែលវាយពហិនេះលោកមានអនុញ្ញាតចេញពីពុទ្ធបរិស័ទដែរអត់មានទេតើអត់មានទេលោកមិនបានហ៊ានមកវាយពហិនេះចំណាស់ជាង100ឆ្នាំហើយនេះហេតុអីបានលោកមានសិទ្ធិមកវាយអញ្ចឹងចោលបានបាទនឹងខ្ញុំមានមតិតែប៉ុណ្ណឹងទេបងបាទហើយអញ្ចឹងតើពូស្នើសុំយ៉ាងម៉េចដែរក្រោយពីខ្ញុំស្នើសុំឲ្យទុករបស់ហ្នឹងអត់ឲ្យមានអ្នកណាយកទៅណាទេឲ្យទុកនៅជាផុសតាងនៅទាំងអស់នៅយ៉ាងហ្នឹងបាទកំទីដែលវាយហើយហ្នឹងក៏វាយចៃក៏អត់ឲ្យយកទៅណាដែរឲ្យទុកនៅជាផុសតាងនៅនឹងឲ្យជាប់បាទអរគុណពូណាអរគុណបាទឈ្មោះឆយប៊ុនធីមានទីលំនៅនៅភូមិចង្កោះឃុំកោះអណ្ដែតស្រុកព្រៃសន្ធរខេត្តកំពង់ចាមខ្ញុំជាប្រជាពលរដ្ឋនៅប្រចាំភូមិនៅនេះហើយខ្ញុំកើតទុកមិនសុខចិត្តពីលោកគ្រូចៅអធិការវត្តដែលធ្វើអីតាមតែអំពើចិត្តអត់មានសួរអាជ្ញាធរមូលដ្ឋានអត់សួរពុទ្ធបរិស័ទចំណុះជើងវត្តអីទាំងអស់អត់មានជំរាបអ្នកណាទេគាត់ធំហ្នឹងនឹងគាត់អាងអីទេអញ្ចឹងខ្ញុំស្នើជាចុងក្រោយស្នើឲ្យក្រសួងពាក់ព័ន្ធធ្វើចាត់វិធានការឲ្យម៉េចឲ្យតាមច្បាប់ធ្វើម៉េចកុំឲ្យថាខុសឲ្យទៅជាត្រូវវិញហ្នឹងហើយណាធ្វើម៉េចឲ្យថាកុំឲ្យរួចនៅអាងអីលើអាងអីក្រោមទៀតមានណាធ្វើឲ្យកើតអញ្ចឹងណាបាទរឿងពាក្យបណ្ដឹងច្រើនណាមិនតែមួយទេយកទៅកប់ចោលពាក្យបណ្ដឹងអីខ្លះពាក់ព័ន្ធនឹងពាក្យបណ្ដឹងរឿងអធិការវត្តពីមុនមកខ្ញុំមិននិយាយខ្ញុំនិយាយតែរឿងនេះពីមុនមករឿងមានព្រៃមានដីកកូកអញ្ចឹងបាទរឿងក្តីនៅសាលាស្រុកមានធ្លាប់មានបញ្ហាមានរួចហើយមានយូរតែមានណាស្អីចូលធ្វើបុណ្យទៀតឥឡូវនឹងធម្មតានេះគ្រូថាណាបាទអញ្ចឹងហើយខ្ញុំក្មេងសាក្រោយទេរឿងប្រវត្តិវត្តនេះខ្ញុំអត់បានដឹងអីច្បាស់ដូចគេទេចាស់ទេប៉ុន្តែខ្ញុំដឹងថាពហិនេះអត់មានអ្នកណាឲ្យប៉ះពាល់ទេក្រសួងធម្មការក៏គេហាមដែរគេធ្វើពហិថ្មីនេះគេធ្វើប្រហែលទៀតក៏ធ្វើទៅប៉ុន្តែហាមដាច់ខាតពហិចាស់នេះមិនឲ្យប៉ះពាល់ទេព្រោះសម្បត្តិនេះជាសម្បត្តិជាតិក្រសួងធម្មការក៏ដឹងក្រសួងវិចិត្រសិល្បៈក៏ដឹងដែរគាត់គូមកថតមានតាំងពីជំនាន់ខ្ញុំធ្វើអតីតខ្ញុំធ្វើមេភូមិអតីតខ្ញុំធ្វើមេភូមិព្រោះខ្ញុំដឹងច្បាស់ណាស់នៅកន្លែងនេះបាទខ្ញុំសូមអរគុណមានតែប៉ុណ្្នឹងទេណាបាទឈ្មោះគុណជុំនៅភូមិចុងកោះឃុំកោះអណ្ដែត
រឿងអាស្រ័យលោកនេះវាមិនមានតែត្រឹមស្រីម្នាក់ទេមុននឹងទៀតក៏មានដែរបាទរឿងបាត់មីក្រូជាអ្នកស្រុកនៅក្បែរខាងថាអ្នកស្រុកនៅក្បែរខាងវត្តនេះឯងដែលរួចមីក្រូជេឲ្យដាក់មីក្រូទៀតមិនមែនជេស្ងាត់ទេអ្នកជុំវិញវត្តនេះឮទាំងអស់គ្នាគ្រប់គ្នាជេសិតតែកដួយម៉ែវានៅក្បែរវត្តនឹងលួចមីក្រូអញ្ចឹងទៀតបាទរឿងនេះវាច្រើនណាស់មិនមានតែប៉ុណ្្នឹងអមមកពាក់ព័ន្ធនឹងការវាយកំទេចនៅគេហៅថាវិហារបុរាណនេះអមយល់ឃើញយ៉ាងណាដែរយល់ឃើញតែខុសតាំងពីវិន័យខុសតាំងច្បាប់ទៀតបាទហើយអមសំណុំពរយ៉ាងម៉េចក្នុងនាមអមជាចាស់ព្រឹទ្ធាចារ្យមួយរូបដែលរស់នៅទីនេះហើយជាចំណុះជើងវត្តនៅទីនេះទៀតសំណុំពរកំតិចលោកចោលអត់ទុកទេដើម្បីរកលោកថ្មីទៀតដើម្បីរួបរวมពុទ្ធបរិស័ទមកជុំរុំដោយដើមវិញបាទខ្ញុំមេភូមិចង្កោះឈ្មោះអមឈឿនបាទរឿងការងារកំតិចពហិនេះដូចជាព្រឹកនេះអញ្ចឹងប្រជាពលរដ្ឋគាត់ហៅខាងសារព័ត៌មានមកខ្ញុំមកបានតែស្ដាប់បានតែខាងអរិញដូចថាទប់ស្កាត់ខ្លាចគាត់មានអំពើហិង្សាប្រជាពលរដ្ឋនិងប្រជាពលរដ្ឋណាគ្រូបាទហ្នឹងហើយអាហ្នឹងទី1ដល់ទី2ហ្នឹងរឿងថាលោកមានអាស្រូវមានអីហ្នឹងប្រជាពលរដ្ឋគាត់បានប្រាប់ខ្ញុំគាត់ដឹងពីប្រជាពលរដ្ឋប្រាប់ការងារហ្នឹងហើយពាក់ព័ន្ធនឹងការវាយកំទេចរបងជញ្ជាំងវិហារនេះពូយល់ឃើញថាវាខុសច្បាប់ឬមួយត្រូវច្បាប់ខុសច្បាប់ទាំងស្រុងហ្មងបាទហើយក្នុងនាមពូអាជ្ញាធរអាចសំណុំពរឲ្យមានវិធានការច្បាប់ចំពោះអ្នកដែលប្រព្រឹត្តទេអាហ្នឹងស្រេចលើច្បាប់ថ្នាក់លើគាត់អ្នកដោះស្រាយខាងក្រសួងខាងអីគាត់អ្នកចាត់ចែងគាត់អ្នកដោះស្រាយហ្នឹងគ្រូបាទហើយក្នុងនាមពូអាជ្ញាធរមូលដ្ឋានអញ្ចឹងពូដឹងថាអាយុកាលវិហារហ្នឹងមានអាយុកាលប្រមាណទេ120ឆ្នាំ121ឆ្នាំអត់ទេបោកដករួចហើយ121គេកាត់មួយឆ្នាំចេញគេថា120ឆ្នាំព្រោះម្សិលមិញនេះបានខាងក្រសួងខាងស្រុកខាងខេត្តគាត់ចុះមកហើយក្នុងរឿងហ្នឹងគាត់នឹងដោះស្រាយគាត់បញ្ជូនទៅហើយបាទអញ្ចឹងពូយល់ឃើញថាពិតជាខុសច្បាប់ពិតមែនហើយមួយវិញទៀតពាក់ព័ន្ធនឹងសំណុំរឿងខាងដើមមិញពាក់ព័ន្ធនឹងរឿងស្រីញីដែលមានរឿងអាស្រូវជាមួយព្រះគ្រូចៅអធិការវត្តហ្នឹងពូបានដឹងព័ត៌មាននឹងដែរតើរឿងហ្នឹងដល់ណាហើយគេហៅថាឯកសាររបស់ពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹងចំពោះករណីហ្នឹងដែលមានរឿងអាស្រូវពាក់ព័ន្ធនឹងស្រីញីនៅក្នុងវត្តជាមួយនឹងព្រះគ្រូចៅអធិការតើសំណុំរឿងពួកគាត់ហ្នឹងដល់ណាហើយរឿងហ្នឹងប្រជាពលរដ្ឋបានផ្តិតមេដាយដូចជា180នាក់យ៉ាងបញ្ជូនទៅខាងស្រុករួចអស់ហើយបាទអញ្ចឹងគឺដល់ស្រុកពូអត់ទាន់ដឹងថាទៅដល់ណាទៀតទេអញ្ចឹងសំណុំរឿងទៅដល់ហ្នឹងគេដោះស្រាយយ៉ាងម៉េចយ៉ាងម៉ាក៏ពូអត់ទាន់ដឹងដែរហើយរឿងហ្នឹងប្រហែលឆ្នាំហើយរឿងហ្នឹងឆ្នាំទៅបាទឆ្នាំទៅអញ្ចឹងប្រហែលជា2ឆ្នាំហើយណាពូណា1ឆ្នាំ2ឆ្នាំ1ឆ្នាំជាងអូខេបាទអាហ្នឹងជាបរិវត្តគាត់រាយការណ៍ប្រាប់ខ្ញុំចឹងបាទអរគុណច្រើនពូណាអរគុណបាទអរគុណហើយពីបានស្ដាប់នៅកិច្ចសម្ភាសរបស់ពលរដ្ឋក៏ដូចជាអាជ្ញាធរភូមិរួចហើយបាទហើយអាជ្ញាធរពាក់ព័ន្ធទៀតយើងនឹងចាក់ផ្សាយតាមក្រោយទៀតបាទហើយខ្ញុំក៏សូមអនុញ្ញាតអាននៅខ្លឹមសារច្បាប់បាទស្ដីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ហើយច្បាប់នេះគឺប្រកាសឲ្យប្រើតាំងពីសម័យប្រជុំលើកទី5នីតិកាលទី1ខ្ញុំសូមអនុញ្ញាតអានច្បាប់ស្ដីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌បន្តិចដើម្បីឲ្យបងប្អូនបានយល់ដឹងថាសម្បត្តិបេតិកភណ្ឌបំរុងនឹងចុះបញ្ជីឬមួយក៏ចុះបញ្ជីហើយអ្នកណាដែលទៅបំផ្លាញត្រូវមានទោសទណ្ឌបែបណាបាទអញ្ចឹងគឺខ្ញុំសូមអានយកតែចំណុចពាក់ព័ន្ធតែប៉ុណ្ណោះបាទអញ្ចឹងនៅក្នុងជំពូក1បញ្ញត្តិទូទៅមាត្រា1ច្បាប់នេះមានគោលដៅថែរក្សាការពារបេតិកភណ្ឌវប្បធម៌ជាតិនិងសម្បត្តិវប្បធម៌ទូទៅប្រឆាំងនឹងការបំផ្លិចបំផ្លាញការប្រែក្លាយ
លាយការបដូររូបរាងការរុករោគការផ្ទេរកម្មសិទ្ធិការនាំចេញនិងការនាំចូលដោយខុសច្បាប់មាត្រា2បេតិកភណ្ឌវប្បធម៌ជាតិគឺជាសម្បត្តិវប្បធម៌ដែលត្រូវបង្កើតឡើងឬបានឃើញនៅក្នុងទឹកដីនៃមាតុភូមិមាត្រា3ច្បាប់នេះអនុវត្តនៅលើសម្បត្តិវប្បធម៌ជាចលនៈនិងអចលនៈទោះជាកម្មសិទ្ធិសាធារណៈក្តីក៏ជាឯកជនក្តីហើយកិច្ចការពារនេះគឺជាផលប្រយោជន៍សាធារណៈលើកលែងតែមានបញ្ញត្តិផ្ទុយពីនេះច្បាប់នេះអនុវត្តទៅលើសម្បត្តិវប្បធម៌ដែលជាចំណែកនៃបេតិកភណ្ឌជាតិតែប៉ុណ្ណោះមាត្រា4តាមន័យច្បាប់នេះសម្បត្តិវប្បធម៌គឺរាល់ស្នាដៃមនុស្សនិងរាល់ការផលិតរបស់ធម្មជាតិដែលមានចរិតវិទ្យាសាស្ត្រប្រវត្តិសាស្ត្រសិល្បៈឬសាសនាដែលឆ្លុះបញ្ចាំងពីដំណាក់កាលនៃការវិវត្តរបស់អរិយធម៌ឬរបស់ធម្មជាតិហើយដែលកិច្ចការពារសម្បត្តិវប្បធម៌នោះបម្រើផលប្រយោជន៍សាធារណៈសម្បត្តិវប្បធម៌ដែលបានរៀបរាប់ក្នុងមាត្រានេះត្រូវកំណត់ដោយអនុក្រឹត្យបញ្ជីសារពើភ័ណ្ឌមាត្រា9ក្រោយពីបានចុះបញ្ជីសារពើភ័ណ្ឌរួចហើយចាំបាច់ត្រូវឲ្យម្ចាស់កម្មសិទ្ធិឬម្ចាស់កាន់កាប់ទ្រព្យសម្បត្តិនោះជូនដំណឹងទៅអាជ្ញាធរសមត្ថកិច្ច1ខែមុននឹងខ្លួនធ្វើសកម្មភាពណាមួយក្នុងបំណងនឹងលក់ផ្ទេរកម្មសិទ្ធិផ្លាស់ប្ដូរទីតាំងបំផ្លាញចោលប្រែក្លាយរូបរាងជួសជុលឬក៏ស្ថាបនាឡើងវិញនៅសម្បត្តិវប្បធម៌នោះបាទត្រង់ហ្នឹងគឺគេចែងមកឲ្យអ្នកដែលជាម្ចាស់កម្មសិទ្ធិបេតិកភណ្ឌហ្នឹងបើសិនជាបេតិកភណ្ឌហ្នឹងមានម្ចាស់កម្មសិទ្ធិហើយមួយវិញទៀតមាត្រា23សម្បត្តិវប្បធម៌ដែលបំរុងនឹងចាត់ថ្នាក់ឬក៏បានចាត់ថ្នាក់រួចហើយពុំអាចត្រូវទទួលការផ្លាស់ប្ដូរទីកន្លែងការបំផ្លិចបំផ្លាញការធ្វើឲ្យខូចខាតការប្រែរូបរាងនិងការទទួលការជួសជុលស្ថាបនាឡើងវិញដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចដែលជាអ្នកកំណត់លក្ខខណ្ឌនិងត្រួតពិនិត្យការអនុវត្តនោះឡើយមាត្រា24ម្ចាស់កម្មសិទ្ធិដាក់ពាក្យស្នើសុំការអនុញ្ញាតដើម្បីកែប្រែជួសជុលសម្បត្តិវប្បធម៌ណាមួយដែលបំរុងនឹងចាត់ថ្នាក់ឬក៏បានចាត់ថ្នាក់រួចហើយត្រូវដាក់គម្រោងប្លង់ព្រមទាំងឯកសារផ្សេងជូនអាជ្ញាធរមានសមត្ថកិច្ចដើម្បីពិនិត្យនិងសម្រេចមាត្រា26អាជ្ញាធរមានសមត្ថកិច្ចអ្នកត្រួតពិនិត្យនៅការងារជាបន្ទាន់ក្នុងការជួសជុលសម្បត្តិវប្បធម៌ដែលចាត់ថ្នាក់រួចហើយនឹងទុកឲ្យគណៈរដ្ឋមន្ត្រីសម្រេចម្ចាស់កម្មសិទ្ធិសម្បត្តិវប្បធម៌ខាងលើមិនអាចប្រឆាំងនឹងការអនុវត្តនោះបានឡើយផ្នែកទី11ទោសបញ្ញត្តិបាទអញ្ចឹងដល់វគ្គកំណត់ទោសទណ្ឌអ្នកដែលបានធ្វើឲ្យប៉ះពាល់សម្បត្តិបេតិកភណ្ឌណាបងប្អូនបាទអញ្ចឹងបងប្អូនអាចស្ដាប់និងមើលលម្អិតបានខ្ញុំនឹងអានខ្លឹមសារនេះជូនមាត្រា62សេចក្តីសម្រេចរបស់អាជ្ញាធរមានសមត្ថកិច្ចដោយយកច្បាប់នេះជាមូលដ្ឋានអាចបើកលទ្ធភាពឲ្យតវ៉ាបានចំពោះមុខតុលាការមាត្រា63ចំណុចកត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី6ខែទៅ5ឆ្នាំព្រមទាំងពិន័យជាប្រាក់តាមតម្លៃដែលអ្នកជំនាញប៉ាន់ស្មានចំពោះជនណាដែលបានប្រព្រឹត្តល្មើសឬក៏ធ្វេសប្រហែសក្នុងការដូចបានរៀបរាប់ខាងក្រោមអញ្ចឹងអ្វីដែលរៀបរាប់ខាងក្រោមនេះវាមានច្រើនអញ្ចឹងខ្ញុំរៀបរាប់តែចំណុចដែលពាក់ព័ន្ធទៅនឹងទីតាំងវិហារដែលរងការបំផ្លិចបំផ្លាញតែប៉ុណ្ណោះបាទអញ្ចឹងខ្ញុំសូមអាននៅចំណុចមួយដែលមាននៅក្នុងចំណុចខាងក្រោមនេះជាច្រើនចំណុចមួយនៅក្នុងចំណុចយ៉ាងច្រើនដែលបានចែកបាទអញ្ចឹងគឺការផ្លាស់ប្ដូរទីតាំងបំផ្លាញចោលបង្ហិនពង្រិចពង្រិលបំផ្
ផ្លាញរូបរាងឬជួសជុលដោយគ្មានការអនុញ្ញាតនៅសម្បត្តិវប្បធម៌ដែលបានស្នើឲ្យចាត់ថ្នាក់ឬក៏បានចាត់ថ្នាក់រួចហើយនៅក្នុងមាត្រា23កថាខណ្ឌទី1បាទអញ្ចឹងគឺផ្ដន់ទាទោសហ្នឹងគឺនៅក្នុងការបដូររូបរាងការបំផ្លាញចោលបង្រិចបង្រិលការបដូររូបរាងការអីហ្នឹងហើយគឺអញ្ចឹងគឺទោសគឺពី6ខែទៅ5ឆ្នាំបាទហើយចំណុចខជនណាដែលប្រព្រឹត្តល្មើសដោយចេតនាបាទអញ្ចឹងអានោះមិនហ្នឹងគឺដោយអចេតនាណាអានេះដោយចេតនាដោយចំណុចរៀបរាប់ខាងលើបាទអញ្ចឹងការប្រព្រឹត្តដោយចេតនាចំណុចខជនដែលប្រព្រឹត្តបទល្មើសដោយចេតនាដោយចំណុចរៀបរាប់ខាងលើត្រូវទទួលទោសដាក់ពន្ធនាគារ2ឆ្នាំដល់8ឆ្នាំនិងពិន័យទ្វេគុណនៃតម្លៃសម្បត្តិវប្បធម៌នោះតាមតម្លៃដែលអ្នកជំនាញប៉ាន់ស្មានបាទអញ្ចឹងការបំផ្លាញដោយចេតនាគឺមានទោសពី2ដល់8ឆ្នាំបាទអញ្ចឹងការបំផ្លិចបំផ្លាញនោះគឺដោយចេតនាហើយបើយើងយោងទៅតាមខ្លឹមសារយោងទៅតាមកិច្ចសម្ភាសយោងទៅតាមភាគីពាក់ព័ន្ធគឺចេតនានៅក្នុងការបំផ្លាញមិនដឹងថាគេចង់ធ្វើអីទេបើធ្វើអត់មានច្បាប់ទម្លាប់ផងបើមានច្បាប់មិនអាជ្ញាធរចុះហាមបាទអញ្ចឹងចំពោះករណីនេះគឺពលរដ្ឋស្នើសុំមកដល់អង្គភាពយើងឲ្យអាជ្ញាធរជំនាញពាក់ព័ន្ធជួយបាទត្រួតពិនិត្យឲ្យបានល្អិតល្អន់ជួយស្វែងរកយុត្តិធម៌ចំពោះព្រះវិហារដែលកំពុងតែរងការបំផ្លិចបំផ្លាញហើយនឹងពលរដ្ឋដែលគាត់កំពុងតែខ្វែងគំនិតគ្នាដោយលែងមានទំនុកចិត្តជាមួយប្រគល់ព្រះគ្រូចៅអធិការវត្តគឺស្នើសុំមកដល់អង្គភាពយើងទី1ឲ្យមានការផ្លាស់ប្ដូរព្រះគ្រូចៅអធិការវត្តសម្រាប់ជ័យអារាមបាទដើម្បីផ្លាស់ប្ដូរយកគ្រូចៅអធិការថ្មីឬមួយលោកមកគុំក្រោយនេះថ្មីដើម្បីមានដើម្បីឲ្យពុទ្ធបរិស័ទមានជំនឿឡើងវិញបាទហើយចំណុចមួយទៀតគឺពួកគាត់ស្នើសុំឲ្យអាជ្ញាធរដោះស្រាយតាមពាក្យបណ្ដឹងដែលពលរដ្ឋដាក់ពាក្យប្តឹងចំពោះករណីរឿងលោកសក្រាចហ្នឹងមានស្រីមានញីពាក់ព័ន្ធនៅក្នុងវត្តអារាមហ្នឹងកាលពី2ឆ្នាំមុនឲ្យបានលម្អិតផងបាទហើយការលើកឡើងនេះគឺខ្ញុំលើកឡើងតាមម្ចាស់ប្រភពទេអញ្ចឹងការពាក់ព័ន្ធយ៉ាងណានោះអញ្ចឹងគឺមានតែអ្នកពាក់ព័ន្ធទេដែលដឹងរឿងនេះច្បាស់ហើយចំណុចមួយទៀតដោយខ្ញុំនិយាយខាងដើមគឺពួកគាត់ស្នើសុំឲ្យអនុវត្តច្បាប់ឲ្យបានតឹងរឹងចំពោះជនដែលបានប្រព្រឹត្តឬមួយបុគ្គលដែលបានប្រព្រឹត្តចំពោះទង្វើនោះហើយមូលហេតុទាំងនេះគឺពួកគាត់បានលើកឡើងរួមមកថាដើម្បីឲ្យពលរដ្ឋមូលដ្ឋានហ្នឹងគាត់បានរួមគ្នាឡើងវិញព្រោះបច្ចុប្បន្នគឺប្រកាន់បពុនិយមអត់សូវធ្វើបន់នៅវត្តកំណើតរបស់ខ្លួនទេដោយសារលែងមានជំនឿទៅលើព្រះគ្រូចៅអធិការវត្តបាទអញ្ចឹងគឺខ្ញុំផ្សាយព័ត៌មាននេះគឺសង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធមន្ត្រីពាក់ព័ន្ធនឹងយល់ពីគោលបំណងរបស់ពលរដ្ឋម្ចាស់ប្រភពហើយបាទអញ្ចឹងគឺមានតែប្រមាណចំណុចទេហើយចំពោះទោសទណ្ឌអនុវត្តចំពោះបុគ្គលដែលបានប្រព្រឹត្តយ៉ាងណានោះគឺមានតែមន្ត្រីជំនាញតែប៉ុណ្ណោះក្រោយពីត្រួតពិនិត្យអត់អន់វាយតម្លៃថាការខូចខាតដល់យ៉ាងម៉េចហើយអនុវត្តទោសទៅតាមអ្វីដែលគាត់បានប្រព្រឹត្តទៅចោះបាទហើយយ៉ាងណាមិញខ្ញុំជាអ្នកសារព័ត៌មានគឺបានត្រឹមតែផ្សព្វផ្សាយនៅព័ត៌មានដែលមានប្រភពពីម្ចាស់ប្រភពហើយក្រោយពីទទួលព័ត៌មានពីម្ចាស់ប្រភពហើយពាក់ព័ន្ធនឹងស្ថាប័នពាក់ព័ន្ធនឹងអាជ្ញាធរពាក់ព័ន្ធខ្ញុំនឹងស្វែងសម្ភាសស្វែងរកបាទលេខទំនាក់ទំនងដើម្បីសម្ភាសបន្តដោយព័ត៌មាននេះអញ្ចឹងបាទអញ្ចឹងព័ត៌មាននេះផងដែរក៏ដល់ទីបញ្ចប់ផងដែរបាទហើយអញ្ចឹងក៏ក្រោយពីការចេញផ្សាយគឺស្នើសុំឲ្យពលរដ្ឋបាទពុទ្ធបរិស័ទក៏ដូចជាទស្សនិកជនមេត្តាជួយបាទ share ព័ត៌មាននេះឲ្យបានចែករំលែកទៅដល់បងប្អូនពលរដ្ឋផ្សេងក៏ដូចជាពិសេសថ្នាក់ដឹកនាំឲ្យបានជ្រាបចំពោះពីគោលបំណងរបស់ម្ចាស់ប្រភពដែលជាចំណុះជើងវត្តនៅទីនេះបាទសូមអរគុណសូមគោរពលា